ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំពីឧបករណ៍ចំនួនការស្ដាប់មួយប្រភេទដែលមានឈ្មោះថា Rexton Because Only ដែលជាផលិតផលរបស់ប្រទេសដាណឺម៉ាកជាប្រភេទសាកថ្មសាករយៈពេល30នាទីអាចប្រើបានរហូតដល់8ម៉ោងមានប្រូក្រាមដែលអាចសេរីសំឡេងឡើងចុះបានសេប្រូក្រាមទៅតាមកន្លែងដែលទៅជាប្រចាំបាននៅក្នុង system ជួយចាប់អត្ថន័យពាក្យបានកាន់តែល្អប្រសើរអាចកាត់បន្ថយសំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅហើយប្រភេទនេះផងដែរជាប្រភេទការប្រើខ្សែ receiver ដោយពាក់ពីខាងលើត្រចៀកមានច្រើនពណ៌ច្រើនជម្រើសដែលអាចជ្រើសរើសបានមានឧបករណ៍សម្រាប់ភ្ជាប់ជាមួយកាសសម្រាប់បញ្ជាកាសបានដោយខ្លួនឯងនិងអាចភ្ជាប់ជាមួយទូរទស្សន៍ដើម្បីស្ដាប់អត្ថន័យពីទូរទស្សន៍បានកាន់តែច្បាស់និងអាចសេរីសំឡេងបានដោយ automatic ក្នុងករណីមិនចង់ប្រើប្រាស់ Rexton app ការប្រើប្រាស់ app ផងដែរអាចភ្ជាប់ជាមួយនឹង Bluetooth និងប្រើប្រាស់បានសម្រាប់ទូរស័ព្ទគ្រប់ប្រភេទអាចសេរីបានដោយខ្លួនឯងគ្រប់ពេលវេលានិងគ្រប់ទីកន្លែងមានការគ្រប់គ្រងទិសដៅសេរីឆ្វេងក៏បានស្ដាំក៏បានអាចពិនិត្យមើលស្ថានភាពថ្មជាក់ស្ដែងនិងមាន remote support ផងដែរបើបងប្អូនមានបញ្ហាតាក់ទងនឹងការស្ដាប់កុំភ្លេច Advanced Hearing Center ជំនួយដ៏ល្អសម្រាប់ការដោះស្រាយបញ្ហាការស្ដាប់ដោយអ្នកជំនាញដែលមានបទពិសោធន៍ពីប្រទេសសិង្ហបុរី